សួស្តីទាំងអស់គ្នាសូមស្វាគមន៍មកកាន់ podcast គំនិតក្នុងសៀវភៅរបស់យើងម្ដងទៀតដែលជាកន្លែងយើងតែងតែស្វែងយល់ពីគន្លឹះដើម្បីបង្កើនគុណភាពជីវិតនិងអភិវឌ្ឍខ្លួនឯងថ្ងៃនេះខ្ញុំមានប្រធានបទដ៏សំខាន់មួយដែលខ្ញុំជឿថាវានឹងជួយផ្លាស់ប្ដូររបៀបដែលយើងមើលឃើញខ្លួនឯងនិងសមត្ថភាពរបស់យើងផងដែរនោះគឺការកសាងទំនុកចិត្តតាមរយៈជ័យជំនះតូចៗបងប្អូនប្រហែលជាធ្លាប់ឮហើយថាភាពជាប់លាប់គឺជាគន្លឹះនៃការសម្រេចបាននូវគោលដៅដ៏ធំសម្បើមហើយដើម្បីឆ្ពោះទៅកាន់គោលដៅដ៏ត្រចះត្រចង់នោះយើងចាំបាច់ត្រូវចេះអបអរសាទរចំពោះជ័យជំនះឬសមិទ្ធផលតូចៗរបស់យើងក្នុងដំណើរជីវិតប្រចាំថ្ងៃព្រោះវាជាកូនសោនៃការបណ្ដុះទំនុកចិត្តរបស់យើងថ្ងៃនេះយើងនឹងស្វែងយល់ពីរបៀបនៃការអបអរសាទរជ័យជំនះឬសមិទ្ធផលតូចបំផុតក៏អាចកំណត់ផ្លូវសម្រាប់ការផ្លាស់ប្ដូរផ្ទាល់ខ្លួនដ៏ធំនិងជំរុញទំនុកចិត្តក្នុងរយៈពេលវែងបានមនុស្សជាច្រើនតែងតែរងចាំធ្វើរឿងធំដើម្បីមានអារម្មណ៍ជឿជាក់លើខ្លួនឯងពួកគេគិតថាខ្ញុំនឹងមានទំនុកចិត្តនៅពេលខ្ញុំសម្រេចបានគោលដៅធំនោះប៉ុន្តែការពិតគឺផ្ទុយទៅវិញទំនុកចិត្តត្រូវកសាងឡើងតាមរយៈសកម្មភាពតូចៗប្រចាំថ្ងៃគន្លឹះសំខាន់នៅក្នុងគំនិតនេះគឺផ្ដោតលើវឌ្ឍនភាពជាប្រចាំមិនមែនភាពល្អឥតខ្ចោះនោះទេពេលយើងព្យាយាមធ្វើអ្វីមួយឲ្យល្អឥតខ្ចោះពេកយើងតែងតែស្ទាក់ស្ទើរឬបាក់ទឹកចិត្តនៅពេលដែលយើងជួបឧបសគ្គបន្តិចបន្តួចប៉ុន្តែនៅពេលយើងផ្ដោតលើវឌ្ឍនភាពយើងនឹងពេញចិត្តនឹងជំហានតូចៗដែលយើងបានដើរទៅមុខទោះបីជាវាមិនល្អឥតខ្ចោះក៏ដោយនៅក្នុងសៀវភៅ The Power of Habit អ្នកនិពន្ធបានលើកឡើងពីគំនិតនៃទម្លាប់គោលដែលហៅថា The Keystone Habit គឺជាទម្លាប់ដ៏សំខាន់មួយដែលនៅពេលដែលយើងអនុវត្តវានឹងបង្កឲ្យមានប្រតិកម្មខ្សែសង្វាក់វិជ្ជមាននិងនាំឲ្យមានការផ្លាស់ប្ដូរល្អៗជាច្រើននៅក្នុងផ្នែកផ្សេងៗនៃជីវិតរបស់យើងការអបអរសាទរជ័យជំនះឬសមិទ្ធផលតូចៗអាចជាទម្លាប់គោលមួយដែលជួយបង្កើនវិន័យនិងការជឿជាក់លើខ្លួនឯងឧទាហរណ៍ជាក់ស្ដែងប្រសិនបើយើងចង់រត់ម៉ារ៉ាតុងហើយបើយើងផ្ដោតលើតែម៉ារ៉ាតុងទាំងមូលយើងនឹងមានអារម្មណ៍ថាធុញថប់ប៉ុន្តែប្រសិនបើផ្ដោតលើការរត់ត្រឹមតែ1គីឡូដំបូងឬគ្រាន់តែពាក់ស្បែកជើងកីឡាហើយចេញទៅក្រៅរៀងរាល់ថ្ងៃនោះជ័យជំនះឬសមិទ្ធផលតូចៗទាំងនេះនឹងកសាងកម្លាំងចិត្តដល់យើងគោលដៅធំៗអាចមើលទៅហាក់ដូចជាពិបាកខ្លាំងណាស់ប៉ុន្តែជ័យជំនះឬគោលដៅតូចៗជួយបំបែកគោលដៅធំៗទាំងនោះឲ្យទៅជាជំហានដែលយើងអាចគ្រប់គ្រងបានជារឿយៗយើងមើលរំលងសមិទ្ធផលតូចៗហើយផ្ដោតតែលើកំហុសឬអ្វីដែលយើងមិនទាន់បានសម្រេចការផ្លាស់ប្ដូរផ្នត់គំនិតពីការផ្ដោតលើភាពបរាជ័យទៅជាការអបអរសាទរភាពជោគជ័យគឺជាគន្លឹះសំខាន់នៅក្នុងគំនិតនេះចូលគិតអំពីអ្វីដែលយើងបានសម្រេចនៅថ្ងៃនេះមិនថាវាតូចប៉ុណ្ណានោះទេតែយើងបានផឹកទឹកគ្រប់គ្រាន់ដែរឬទេតែយើងបានជួបនរណាម្នាក់ដែលយើងគ្រោងនឹងជួបដែរឬទេរាល់សមិទ្ធផលទាំងអស់សុទ្ធតែជាជ័យជំនះតូចមួយជ័យជំនះតូចៗមិនចាំបាច់ជាព្រឹត្តិការណ៍ដ៏ធំសម្បើមនោះទេពួកវាស្ថិតនៅគ្រប់ទីកន្លែងក្នុងជីវិតប្រចាំថ្ងៃរបស់យើងប្រសិនបើយើងរៀនស្គាល់និងឲ្យតម្លៃពួកវាដើម្បីកាន់តែយល់ច្បាស់ពីខ្លឹមសារខាងលើសូមយើងស្វែងយល់ពីឧទាហរណ៍មួយចំនួននៅខាងក្រោមទី1ការបញ្ចប់កិច្ចការលំបាកមួយនៅកន្លែងធ្វើការមិនថាជាការឆ្លើយតបឬដោះស្រាយបញ្ហាដែលពិបាកណាមួយឬរៀបចំឯកសារដែលរញ៉េរញ៉ៃឬការបញ្ចប់ការងារតូចមួយដែលយើងបានពន្យាពេលជាយូរមកហើយរាល់ពេលដែលយើងបានបញ្ចប់កិច្ចការទាំងនេះចូលអបអរខ្លួនឯងទី2ការនិយាយចេញមតិក្នុងកិច្ចប្រជុំប្រសិនបើយើងជាមនុស្សអៀនខ្មាស់ការហ៊ាននិយាយចេញមតិនៅក្នុងអង្គប្រជុំគឺជាជ័យជំនះដ៏ធំមួយសម្រាប់យើងទី3ការរៀនជំនាញថ្មីដូចជាការរៀនមុខម្ហូបថ្មីការរៀនលេងឧបករណ៍តន្ត្រីឬរៀនភាសាថ្មីរាល់ពាក្យថ្មីរាល់បទភ្លេងថ្មីដែលយើងបានរៀនចេះគឺជាជ័យជំនះទី4ការធ្វើសកម្មភាពថែទាំខ្លួនឯងដូចជាការធ្វើហាត់ប្រាណ5នាទីការធ្វើសមាធិខ្លីៗឬការអានសៀវភៅ 2-3 ទំព័រការធ្វើអ្វីមួយដែលល្អសម្រាប់ខ្លួនឯងគឺជាជ័យជំនះមួយដូចជាការផឹកទឹកឲ្យបានគ្រប់គ្រាន់គ្រាន់តែសម្រេចបានគោលដៅផឹកទឹក3កែវនៅពេលព្រឹកគឺជាជ័យជំនះឬការគេងគ្រប់គ្រាន់ក្នុងមួយយប់ពេលយើងភ្ញាក់ពីគេងដោយមានអារម្មណ៍ស្រស់ថ្លាចូលទទួលស្គាល់ថាយើងសម្រេចជ័យជំនះដ៏សំខាន់មួយនៅពេលព្រឹកនេះទី5ទំនាក់ទំនងផ្ទាល់ខ្លួនការតាក់ទងមិត្តភ័ក្តិឬសមាជិកគ្រួសារដែលយើងមិនបាននិយាយគ្នាជាយូរមកហើយការភ្ជាប់ទំនាក់ទំនងឡើងវិញគឺជាជ័យជំនះក្នុងការទំនាក់ទំនងដ៏សំខាន់ទី6ការនិយាយពាក្យអរគុណឬពាក្យសុំទោសដោយស្មោះត្រង់ជួនកាលពាក្យសាមញ្ញទាំងនេះក៏ជាជ័យជំនះដ៏ធំផងដែររាល់សមិទ្ធផលទាំងអស់មិនថាវាតូចប៉ុណ្ណាទេគឺជាហេតុផលដើម្បីអបអរការអបអរសាទរទាំងនេះនឹងជួយពង្រឹងសរសៃប្រសាទនៅក្នុងខួរក្បាលរបស់យើងដែលទាក់ទងទៅនឹងអារម្មណ៍វិជ្ជមាននិងការជឿជាក់លើខ្លួនឯង
ដើម្បីឲ្យការអបអរសាទរជាជំនះតូចៗคล้ายទៅជាទម្លាប់ដ៏មានប្រសិទ្ធភាពយើងត្រូវបង្កើនប្រព័ន្ធមួយសម្រាប់វានៅក្នុងសៀវភៅ The Science Age បាននិយាយអំពីគោលគំនិតនៃការធ្វើសកម្មភាពសាមញ្ញៗជាប្រចាំដែលយូរៗទៅនាំឲ្យមានភាពខុសប្លែកគ្នាដ៏ធំកាកត់ត្រាជ័យជំនះតូចៗគឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពទាំងនោះតែនេះជាវិធីសាស្ត្រមួយចំនួនដែលយើងអាចប្រើបានទី1បង្កើតកំណត់ហេតុជ័យជំនះយកសៀវភៅកត់ត្រាតូចមួយឬប្រើកម្មវិធីទូរស័ព្ទរបស់យើងជារៀងរាល់ថ្ងៃមុនចូលគេងចូលចំណាយពេល2ទៅ3នាទីសរសេរនៅជ័យជំនះតូចៗយ៉ាងហោចណាស់3យ៉ាងដែលយើងបានសម្រេចនៅថ្ងៃនោះមិនថាវាជាអ្វីនោះទេការសរសេរចុះជួយឲ្យយើងទទួលស្គាល់និងឲ្យតម្លៃលើសមិទ្ធផលទាំងនោះឧទាហរណ៍ថ្ងៃនេះខ្ញុំបានបញ្ចប់កិច្ចការដែលខ្ញុំពន្យាពេលជាយូរមកហើយខ្ញុំបានផឹកទឹកបាន4កែវខ្ញុំបានទូរស័ព្ទទៅលេងគ្រួសាររបស់ខ្ញុំទី2កំណត់គោលដៅតូចៗនឹងអាចសម្រេចបានជំនួសឲ្យការកំណត់គោលដៅធំមួយចូលបំបែកវាទៅជាគោលដៅតូចៗជាច្រើននៅពេលយើងសម្រេចបានគោលដៅតូចៗនីមួយៗចូលអបអរវានេះជាការកំណត់គោលដៅសម្រាប់ខ្លួនឯងឧទាហរណ៍ប្រសិនបើគោលដៅរបស់យើងគឺរត់10គីឡូម៉ែត្រចូលចាប់ផ្ដើមដោយកំណត់គោលដៅរត់2គីឡូម៉ែត្រជាមុនសិនពេលសម្រេចបាន2គីឡូម៉ែត្រចូលអបអរខ្លួនឯងរួចបន្តទៅ3គីឡូម៉ែត្រទី3ប្រើពាក្យសម្ដីវិជ្ជមានចំពោះខ្លួនឯងនិងការបញ្ជាក់ខ្លួនឯងបន្ទាប់ពីកត់ត្រាជ័យជំនះរបស់យើងរួចហើយចូលនិយាយពាក្យវិជ្ជមានទៅកាន់ខ្លួនឯងដូចជាខ្ញុំពិតជាអស្ចារ្យណាស់ដែលធ្វើវាបានឬខ្ញុំកំពុងធ្វើបានល្អហើយការនិយាយពាក្យទាំងនេះជួយពង្រឹងជំនឿលើខ្លួនឯងនិងជួយបង្កើនរង្វង់វិជ្ជមានជ័យជំនះតូចៗនាំឲ្យទទួលបាននូវការអបអរសាទរវាបង្កឬបង្កើនទំនុកចិត្តនិងជំរុញឲ្យមានជ័យជំនះតូចៗបន្ថែមទៀតអ្វីដែលអស្ចារ្យអំពីជ័យជំនះតូចៗគឺថាឥទ្ធិពលរបស់វាគឺជារលកទឹកដែលរីករាលដាលវាមិនត្រឹមតែជួយឲ្យយើងមានអារម្មណ៍ល្អនៅពេលនោះប៉ុណ្ណោះទេតែវានាំមកនូវផលវិជ្ជមានជាច្រើនទៀតទី1បង្កើនការលើកទឹកចិត្តនិងផលិតភាពនៅពេលដែលយើងឃើញថាយើងអាចសម្រេចរឿងតូចៗបានយើងនឹងមានអារម្មណ៍ថាមានសមត្ថភាពក្នុងការធ្វើរឿងធំៗហើយការលើកទឹកចិត្តនឹងកើតឡើងទី2បង្កើនជំនឿលើខ្លួនឯងនិងអារម្មណ៍នៃសមិទ្ធផលរាល់ជ័យជំនះតូចៗគឺជាភស្តុតាងដែលបញ្ជាក់ថាយើងមានសមត្ថភាពភស្តុតាងទាំងនេះនឹងប្រមូលផ្ដុំគ្នាបង្កើតជាជំនឿដ៏រឹងមាំនៅលើខ្លួនយើងទី3កសាងភាពធន់និងជំនះឧបសគ្គនៅពេលដែលយើងមានទំនុកចិត្តដែលកសាងឡើងពីជ័យជំនះតូចៗយើងនឹងមានភាពធន់ឬអត់ធ្មត់ជាងមុននៅពេលដែលជួបការលំបាកយើងនឹងដឹងថាទោះបីជាមានការបរាជ័យក៏យើងនៅតែអាចក្រោកឈរឡើងវិញបាននៅក្នុងសៀវភៅ The Power of Passion បាននិយាយអំពីសារៈសំខាន់នៃភាពអត់ធ្មត់និងចំណង់ចំណូលចិត្តក្នុងការសម្រេចគោលដៅរយៈពេលវែងជ័យជំនះតូចៗគឺជាមធ្យោបាយដ៏ល្អដើម្បីរក្សាចំណង់ចំណូលចិត្តឲ្យបានរឹងមាំការកសាងទំនុកចិត្តគឺជាដំណើរការមួយមិនមែនជាគោលដៅនោះទេដើម្បីរក្សាភាពរីកចម្រើននេះយើងត្រូវទី1រក្សាភាពជាប់លាប់ក្នុងការអបអរសាទរជ័យជំនះតូចៗរបស់យើងធ្វើវាជារៀងរាល់ថ្ងៃកុំបោះបង់ចោលទី2ឆ្លុះបញ្ចាំងពីវឌ្ឍនភាពរបស់យើងពេលយើងមានអារម្មណ៍ថាបាក់ទឹកចិត្តចូលត្រឡប់ទៅមើលកំណត់ហេតុជ័យជំនះរបស់យើងនឹងភ្ញាក់ផ្អើលថាតើយើងបានសម្រេចជ័យជំនះតូចៗជាច្រើនរួចទៅហើយទី3ប្រើទំនុកចិត្តដែលទទួលបានដើម្បីដោះស្រាយគោលដៅនិងបញ្ហាប្រឈមធំៗនៅពេលយើងជឿជាក់លើខ្លួនឯងថាយើងអាចធ្វើរឿងតូចៗបានយើងនឹងមានភាពក្លាហានក្នុងការបោះជំហានទៅមុខសម្រាប់រឿងធំៗខ្ញុំសង្ឃឹមថាការចែករំលែកថ្ងៃនេះនឹងផ្ដល់គំនិតថ្មីៗដល់លោកអ្នកក្នុងការកសាងទំនុកចិត្តលើខ្លួនឯងសូមចងចាំថាទំនុកចិត្តមិនមែនកើតឡើងដោយឯងនោះទេវាត្រូវការកសាងឡើងដោយប្រព័ន្ធនៃជ័យជំនះតូចៗប្រចាំថ្ងៃនៅក្នុងសៀវភៅ The Compound of It បានលើកឡើងថាការសម្រេចចិត្តតូចៗជាប់លាប់នាំទៅរកលទ្ធផលដ៏ធំសម្បើមនេះអនុវត្តចំពោះទំនុកចិត្តផងដែររាល់សមិទ្ធផលតូចៗរបស់យើងគឺជាជំហានមួយឆ្ពោះទៅរកកំណែខ្លួនឯងដែលកាន់តែមានទំនុកចិត្តនិងមានសមត្ថភាពចាប់ផ្ដើមពីថ្ងៃនេះទៅអបអររាល់ជ័យជំនះរបស់យើងមិនថាវាតូចប៉ុណ្ណានោះទេជាចុងក្រោយសូមអរគុណសម្រាប់ការស្ដាប់ podcast គំនិតក្នុងសៀវភៅរបស់យើងនៅថ្ងៃនេះបើគិតថា podcast នេះមានប្រយោជន៍សូមបងប្អូនកុំភ្លេចជួយ like share និង subscribe ដើម្បីស្ដាប់គំនិតល្អៗពីសៀវភៅផ្សេងៗទៀតនៅក្នុងវីដេអូបន្តរងចាំស្ដាប់ពួកយើងនៅវគ្គក្រោយៗទៀតសូមរក្សាសុខភាពឲ្យបានល្អនិងបន្តការកសាងទម្លាប់ល្អរបស់បងប្អូនសូមអរគុណ